ការពិតទៅពស់ពីមុនគឺមានជើងធម្មតាទេគឺដោយសារតែវាបានធ្វើឲ្យព្រះអិនខ្ញាល់ព្រះអិនក៏បានចេញបញ្ជាឲ្យកាត់ជើងទាំង4របស់វាមានរឿងនិទានដំណើរថាកាលយូរលង់ណាស់មកហើយពស់គឺមានជើង4ដូចសត្វតេចឹងដែរតែដោយសារក្បាលវាវែងរាងស្ទួចរាងកាយក៏វែងហើយចូលចិត្តលៀនអណ្ដាតទៀតសត្វទាំងអស់ដែលជួបជាមួយវាតែងតែខ្លាចម្នាក់មិនហ៊ាននៅចិត្តវានោះទេក្នុងចិត្តរបស់ពស់ពិតជាសោកសៅយ៉ាងខ្លាំងវាតែងតែលាក់ខ្លួននៅកន្លែងងឹតនៅជ្រុងផ្សេងដើម្បីយំវាក៏ចង់រៀបអានជាមួយសត្វតេទៀតដែរប៉ុន្តែណាឃើញវាហាក់ដូចជាឃើញខ្មោចចឹងរត់គេចយ៉ាងលឿនយូរទៅអត្តចរិតដែលស្លូតបូតនឹងទន់ភ្លួនប្រែជាកងកាច់ខ្លាំងទៅវាក៏ចាប់ផ្ដើមវាប្រហារសត្វតេយ៉ាងញឹកញាប់បំផុតគេបានប្រាំជោបាយមួយនេះដើម្បីបញ្ចេញកំហឹងពីការបញ្ចេញកំហឹងដោយការអត់ចិត្តប្រែคล้ายទៅជាទន្លាប់លុបប្រហារយូរទៅក្នុងចង្កុំវាបែកជាពឹសយ៉ាងសាហាវមិនថាជាអ្វីទេឲ្យតែត្រូវវាខំជាតិពឹសនឹងត្រូវរាលដាលយ៉ាងឆាប់រហ័សធ្វើឲ្យរាងកាយទាំងមូលចុកស្ពឹកវាអាចបណ្ដាលឲ្យបាត់បង់ជីវិតទៀតផងស្រាប់តែមានថ្ងៃមួយពស់ក៏បានជួបនឹងខ្លាឃ្មុំបានហាមទៅពស់ថាឈប់ធ្វើទង្វើបែបនេះទៅទៀតនិងនិយាយទៀតថាបើឯងនៅតែវាប្រហារសត្វតេវារឹតតែធ្វើឲ្យសត្វតេកាន់តែខ្លាចអញថែមទៀតមិននឹកស្មានថាពស់ស្ដាប់ឮដូច្នេះហើយក៏បែរជាទៅបន្ទោសព្រះអិនទៅវិញមកពីខ្ញុំដឹងថាអ្នកទាំងអស់គ្នាខ្លាចរូបរាងរបស់ខ្ញុំហើយខ្ញុំក៏តែងតែអង្វរព្រះអិនឲ្យជួយកែប្រែរូបរាងគេតែព្រះអិនគាត់មិនអើពើអ្វីទាំងអស់ចង់បន្ទោសព្រះអិនទៅគាត់គ្មានមនោសញ្ចេតនាពាក្យសម្ដីទាំងនេះបានឮដល់ព្រះអិនខ្ញាល់យ៉ាងខ្លាំងក៏សម្រេចចិត្តដាក់ទោសសត្វពស់មិនយូរប៉ុន្មានទេវតាក៏ទទួលរាជបញ្ជាឲ្យចុះមកឋានមនុស្សពេលរកឃើញពស់ហើយក៏ដកដោរបស់គេក្នុងមួយប៉ព្រិចភ្នែកជើងទាំង4របស់ពស់បានដាច់ចេញមកជើងទាំង4ក៏ប្រែคล้ายជាពន្លឺតូចអណ្ដែតចូលទៅក្នុងទឹកហើយកូនក្អុកក៏ឃើញចម្លែកនឹងបានលេបពន្លឺតូចនោះជាលទ្ធផលស្មានមិនដល់ទើបតែលេបពន្លឺតូចនោះសោះស្រាប់តែរាងកាយរបស់កូនក្អុកបែរជាដុសជើងទាំង4ចេញមកហើយកន្ទុយក៏រលីបាត់កង្កែបពេលមានជើងហើយគេរីករាយជាខ្លាំងគេដូចទទួលបានកំណត់បត្រប់អញ្ចឹងចំណែកពស់ពេលបាត់បង់ជើងគេពោពេញដោយការសោកស្ដាយនៅពេលដែលគេកំពុងមានអារម្មណ៍ថាបរាជ័យខកចិត្តក្នុងជីវិតស្របពេលព្រះអិនក៏កំពុងជ្រើសរើសសត្វដើម្បីតំណាងឲ្យរាសីទាំង12អ្នកដែលជាប់ចំណាត់ថ្នាក់លេខ1ក៏ទទួលបានរង្វាន់ពិសេសផងដែរពស់បានឃើញសេចក្តីប្រកាសរបស់ព្រះអិនហើយដើម្បីទទួលបានជើងមកវិញគេក៏បានទៅចុះឈ្មោះដើម្បីប្រឡងដោយមិនស្ទាក់ស្ទើរទោះបីគេមិនមានជើងដូចមុនក៏ដោយគេនៅតែអាចឆ្លងកាត់ឧបសគ្គនឹងពស់ពីវារហូតទៅដល់ទីសូម្បីតែព្រះអិនក៏រំភើបនឹងការស៊ូរបស់គេដែរដូច្នេះហើយក៏លើកលែងកំហុសពីមុនរបស់គេហើយឲ្យគេជាប់ក្នុងចំណោមសត្វទាំង12រាសីប៉ុន្តែពស់មិនបានជាប់ចំណាត់ថ្នាក់លេខ1នោះទេដូច្នេះហើយគេមិនអាចទទួលបានជើងមកវិញនោះទេចាប់ពីពេលនោះមកពស់កម្រវីប្រហារសត្វដទៃទៀតណាស់លុះត្រាតែវាឃ្លានខ្លាំងទើបវាប្រហារគេនៅពេលដែលវាចាប់ផ្ដើមគិតនឹងធ្វើរឿងអាក្រក់អ្វីមួយនឹងធ្វើឲ្យរាងកាយរបស់វាឈឺចាប់ហើយនឹងត្រូវសក់ស្រកាមួយស្រទាប់ចេញប្រាំជោបាយមួយនេះដើម្បីដាស់តឿនខ្លួនឯងកុំឲ្យធ្វើអ្វីតាមអារម្មណ៍ពេលសក់ស្រកាហើយអ្វីក៏ថ្មីអារម្មណ៍ក៏ថ្មីប៉ុន្តែវានៅតែប្រាថ្នាចង់បានជើងរបស់វាមកវិញដូចនេះហើយឲ្យតែវាឃើញកង្កែបវាតែងតែទាមទារឲ្យកង្កែបសង់ជើងមកវាវិញដោយមិននឹកស្មានថាកង្កែបមិនអើពើនឹងវាសោះហើយក៏ប្រញាប់លោតចូលស្រះបាត់ទៅចាប់ពីពេលនោះមកកង្កែបគឺជាសត្រូវរបស់សត្វនៅពេលពស់ចាប់កង្កែបបានពស់តែងតែខ្លាចធ្វើឲ្យរបួសរខូចខាតជើងទាំង4របស់វាម្ល៉េះហើយមានតែលេបកង្កែបទាំងមូលតែម្ដងបន្ទាប់ពីលេបកង្កែបហើយជើងទាំង4របស់វាក៏មិនឃើញចុះវិញយូរទៅវាក៏ទទួលស្គាល់ការពិតថាឆាកជីវិតរបស់វាមិនអាចមានជើងទៀតទេហើយរឿងពស់ហេតុអ្វីអត់ជើងក៏ត្រូវគេយកមកនិទាននៅគ្នារហូតដល់បច្ចុប្បន្ន